ตาកំភ្លើង10ប្រឆាំងសម្ភារៈយុទ្ធភ័ណ្ឌ QBU-10 ដំណើរការយ៉ាងដូចម្តេចសួស្តីអ្នកទាំងអស់គ្នាប្រសិនបើយើងនិយាយអំពីកំភ្លើង10ឬកំភ្លើង Snap មនុស្សភាគច្រើនតែប្រកាសនឹកឃើញដល់ការបាញ់មនុស្សពីចម្ងាយប៉ុន្តែកំភ្លើងមួយចំនួនដែលមិនមែនផលិតមកសម្រាប់តែបាញ់មនុស្សនោះទេវាគឺផលិតមកដើម្បីកំទេចគ្រឿងចក្រនេះគឺ QBU-10 កំភ្លើងប្រឆាំងគ្រឿងចក្រ Anti-Material Rifle ដែលមានឥទ្ធិពលបំផុតរបស់កងទ័ពចិនវាមានសមត្ថភាពកំទេចរ៉ាដារថភេទដែកនិងសូម្បីតែអូថូបេសជាដែលកំពុងចតតើកំភ្លើងយក្សទម្ងន់13គីឡូនេះមានអាចកំបាំងអ្វីខ្លះនៅខាងក្នុងតោះយើងទៅមើលទាំងអស់គ្នាកំភ្លើងវែង10 QBU-10 ឬ Type 10គឺជាកំភ្លើងវែងពាក់កណ្ដាលស្វ័យប្រវត្តិប្រឆាំងសម្ភារៈដែលត្រូវបានរចនានិងផលិតដោយក្រុមហ៊ុន Norinco ត្រូវបានណែនាំជាលើកដំបូងនៅឆ្នាំ2010ហើយចាប់តាំងពីពេលនោះមកវាត្រូវបានប្រើប្រាស់ដោយកងទ័ពជើងគោកកងទ័ពជើងទឹកនៃកងទ័ពរំដោះជនជាតិចិននិងកង Marine QBU-10 គឺជាប្រភេទកំភ្លើងវែងប្រឆាំងសម្ភារៈយុទ្ធភ័ណ្ឌពាក់កណ្ដាលស្វ័យប្រវត្តិមួយប្រភេទដែលត្រូវបានអនុម័តដោយយោធាចិនដើម្បីផ្គូផ្គងសមត្ថភាពជាមួយកំភ្លើង Barrett M82 របស់កងកម្លាំងយោធាសហរដ្ឋអាមេរិកចំណុចដំបូងដែលធ្វើឲ្យ QBU-10 គួរឲ្យខ្លាចគឺគ្រាប់របស់វាប្រើគ្រាប់ខ្នាត 12.7 គុណនឹង 108 មីលីម៉ែត្រស្រដៀងទៅនឹងគ្រាប់បាញ់យន្តហោះគ្រាប់ប្រភេទនេះមិនត្រឹមតែអាចបាញ់បានចម្ងាយរហូតដល់ 1500 ទៅ 2000 ម៉ែត្រប៉ុណ្ណោះទេប៉ុន្តែវាមានសមត្ថភាពអាចទម្លុះដមហិមា QBU-10 ប្រើគ្រាប់ពិសេសដែលមានសារធាតុផ្ទុះខាងក្នុងឬគ្រាប់ធ្លាយដែកដែលអាចទម្លុះរថភេទដែកស្រាលបានយ៉ាងងាយជាទូទៅកំភ្លើងដែលមានកម្លាំងខ្លាំងបែបនេះនឹងមានកម្លាំងរលាក់ខ្លាំងដែលអាចធ្វើឲ្យស្មារបស់អ្នកបាញ់ងាយរងរបួសប៉ុន្តែ QBU-10 មានយន្តការឆ្លាតវៃចំនួន3ដើម្បីដោះស្រាយបញ្ហានេះទី1ប្រព័ន្ធហ្គាសពាក់កណ្ដាលស្វ័យប្រវត្តិវាប្រើកម្លាំងហ្គាសពីរបងគ្រាប់ដើម្បីរុញប៊ូឡុងធ្វើឲ្យគ្រាប់ថ្មីឡើងដោយស្វ័យប្រវត្តិដែលអាចជួយសម្រាលកម្លាំងរលាក់បានមួយផ្នែក 2. កាណុងរំកិលនៅពេលបាញ់កាណុងរបស់វាអាចរំកិលថយក្រោយបន្តិចដើម្បីស្រូបយកកម្លាំងរលាក់ដូចជាបូមឡានអញ្ចឹងទី3ឧបករណ៍កាត់បន្ថយការកញ្ជ្រោលនៅចុងកាណុងមានរន្ធសម្រាប់បញ្ចេញខ្យល់ហ្គាសទៅសងខាងដែលជួយទប់មិនឲ្យកំភ្លើងងើបឡើងលើខ្លាំងពេកអ្វីដែលធ្វើឲ្យ QBU-10 ខុសពីកំភ្លើង10ដទៃគឺកែវឆ្លុះរបស់វាមិនមែនជាកែវឆ្លុះធម្មតាទេប៉ុន្តែវាគឺជាកុំព្យូទ័រតូចមួយវាបំពាក់ដោយឧបករណ៍វាស់ចម្ងាយ Laser Rangefinder ដែលមានមុខងារមើលយប់ Night Vision កុំព្យូទ័រនៅខាងក្នុងនឹងគណនាឲ្យអ្នកបាញ់ដឹងថាតើត្រូវតម្រង់ចំណុចណាដោយផ្អែកលើចម្ងាយទីតាំងគោលដៅនិងកម្លាំងខ្យល់អ្នកបាញ់គ្រាន់តែតម្រង់សញ្ញាទៅក្នុងអេក្រង់ឲ្យចំរួចច្របាច់កាយជាការស្រេចសរុបសេចក្តីមក QBU-10 គឺជាអាវុធដ៏មានឥទ្ធិពលដែលរួមបញ្ចូលគ្នានៅកម្លាំងបាញ់កម្ទេចនិងបច្ចេកវិទ្យា Digital ទោះបីជាទម្ងន់វាធ្ងន់បន្តិចមែនប៉ុន្តែវាអាចដោះបំបែកជាពីរចំណែកដើម្បីឲ្យទាហានងាយស្រួលស្ពាយតាមខ្លួនក្នុងសមរភូមិវាមិនគ្រាន់តែជាកំភ្លើង10នោះទេវាគឺជាកំភ្លើងធំខ្នាតតូចដែលអាចកាន់ដោយមនុស្សម្នាក់តើអ្នកយល់យ៉ាងណាដែរចំពោះកំភ្លើង10យក្ស QBU-10 នេះ